ជំរាបសួរដល់អ្នកគ្រូលោកគ្រូទាំងអស់ហើយព្រមទាំងសិស្សរួមថ្នាក់ក្មួយជាទីស្រឡាញ់ហើយជាទីរាប់អានក្នុងព្រះគ្រីស្ទព្រះអង្គម្ចាស់ព្រះនៃយើងហើយខ្ញុំឈ្មោះវឿនលួយនៅប្រទេសកាណាដាហើយថ្ងៃនេះខ្ញុំមានចំណាប់អារម្មណ៍នៅមេរៀនវគ្គទី8សប្តាហ៍ទី8អញ្ចឹងធ្វើប៉ះពាល់ចិត្តខ្ញុំមែនទែនហើយខ្ញុំមិននឹកនិយាយរួមទៅខ្ញុំមិននឹកស្មានថាខ្ញុំបានចូលជាសិស្សសង្ឃលួងចំនួនទី4នេះទេនេះព្រះអង្គហៅខ្ញុំហើយខ្ញុំអរគុណព្រះហើយខ្ញុំក៏អរគុណដល់គ្រូជួនដែលគាត់តែងតែដាស់តឿនខ្ញុំហើយគាត់ដូចថាលំអុកខ្ញុំខលខ្ញុំដូចឲ្យខ្ញុំចូលប៉ុន្តែខ្ញុំថាខ្ញុំអត់សម្រេចទេខ្ញុំថាខ្ញុំអត់ចូលទេពីព្រោះទី1ឮថារៀនសុទ្ធតែគ្រូអញ្ចឹងខ្ញុំជាមិនមែនជាគ្រូខ្ញុំគាត់ជាជឿព្រះម្នាក់ហើយអត់មានជាមុខងារអ្វីអញ្ចឹងខ្ញុំខ្លាចខ្ញុំអត់ហ៊ានទេហើយទី1ខ្ញុំអត់ចេះសរសាសអីជ្រៅជ្រះអញ្ចឹងណាខ្ញុំអត់ទាន់ដល់ជាសិស្សធំដុំឡើយទេខ្ញុំគិតថាអញ្ចឹងប៉ុន្តែខ្ញុំជឿជាក់ថាព្រះអង្គហៅខ្ញុំចូលមកក្នុងសិស្សចំនួនទី4សង្ឃលួងហេតុអ្វីដែលខ្ញុំចូលពីព្រោះខ្ញុំចង់ដឹងឲ្យបានជ្រៅជាងនេះហើយខ្ញុំចង់ឮពីព្រះបន្ទូលពីមេរៀនថាតើសង្ឃលួងរៀនសង្ឃលួងមានអត្ថប្រយោជន៍សម្រាប់ខ្ញុំយ៉ាងដូចម្ដេចអញ្ចឹងបានជាខ្ញុំជ្រើសរើសចូលក្នុងសិស្សសង្ឃលួងប៉ុន្តែខ្ញុំមានមោទនភាពខ្លួនឯងខ្ញុំមិនជឿមិននឹកស្មានមិនដល់ថាខ្ញុំបានចូលក្នុងសិស្សសង្ឃលួងខ្ញុំពិតជាមានអំណរផុសពីចិត្តមែនទែនហើយថ្ងៃនេះហើយហេតុអ្វីបានខ្ញុំលើកយកកន្លែងមេរៀនឥទ្ធិពលសម្ដីពីព្រោះកន្លែងហ្នឹងមានឥទ្ធិពលសម្រាប់ខ្ញុំណាពាក្យសម្ដីធម្មតាពាក្យសម្ដីយើងនិយាយគឺថាមួយម៉ាត់ស្លាប់មួយម៉ាត់រស់អញ្ចឹងពេលមិនមែនខ្ញុំជឿព្រះយូរហើយប៉ុន្តែខ្ញុំនៅតែមានពាក្យសម្ដីប្រើក្នុងពាក្យសម្ដីស្លាប់ក្នុង11ចំណុចលើសនឹងទៀតនៅក្នុងបកហ្នឹងដាក់តែ11ចំណុចទេប៉ុន្តែបើខ្ញុំមានលើសនឹងទៅទៀតហើយទាំងតាំងពីក្នុងផ្ទះឡើងទៅក្រុមជំនុំអ្នកជិតខាងឬក៏មិត្តភ័ក្តិគឺយើងខ្ញុំនៅប្រើឥទ្ធិពលសម្ដីរស់សម្ដីស្លាប់ហ្នឹងច្រើនប៉ុន្តែដល់ពេលខ្ញុំបានជាសិស្សសង្ឃលួងខ្ញុំសិស្សសង្ឃលួងបានខ្ញុំចូលជាសិស្សសង្ឃលួងមកខ្ញុំមានចិត្តជ្រះថ្លាបានផ្លាស់ប្រែជាច្រើនហើយខ្ញុំពីដើមទៅត្បិតតែខ្ញុំជឿព្រះមែនប៉ុន្តែខ្ញុំនៅក្នុងដើមដឹងខុសត្រូវអត់ទាន់នៅដើមជីវិតទេប៉ុន្តែបន្ទាប់ពីខ្ញុំបានចូលរៀននៅសិស្សសង្ឃលួងខ្ញុំមានសេរីភាពទី1ហើយខ្ញុំបានយល់ពីព្រះបន្ទូលច្រើនថែមទៀតបានបំផ្លាស់បំប្រែខ្ញុំហើយឲ្យជីវិតខ្ញុំបានជ្រះថ្លាឲ្យជីវិតខ្ញុំបានរុងរឿងមានសេរីភាពហើយនិយាយក្នុងផ្លូវក្នុងសម្ដីរស់ច្រើនបន្ទាប់ពីខ្ញុំបានចូលរៀនសិស្សសង្ឃលួងមកឃើញថាព្រះបន្ទូលបានបំផ្លាស់បំប្រែខ្ញុំមានអំណរហើយខ្ញុំមានចិត្តក្តុកក្តួលហើយពេលខ្លះដូចពេលឈប់ដូចមានកម្មវិធីបន់ទានអីអញ្ចឹងខ្ញុំអត់ចង់ឈប់ទេខ្ញុំនិយាយត្រង់ចង់បន្តទៅទៀតដូចថាដូចពុះកញ្ជ្រោលមានអំណរហើយមានចិត្តជ្រះថ្លាហើយសប្បាយចិត្តដូចថាសប្បាយចិត្តរកអីព្រាមបានមកនិយាយរួមទៅអញ្ចឹងហើយបានព្រះអង្គបង្កើតខ្ញុំមកដូចជារូបអង្គទ្រង់អញ្ចឹងបន្ទាប់ពីខ្ញុំបានឆ្លងកាត់នៅក្នុងមេរៀននេះឲ្យជីវិតខ្ញុំផ្លាស់ប្រែហើយសម្ដីខ្ញុំក៏មានឥទ្ធិពលដូចជាព្រះអង្គដែរស
សួរអ្នកគ្រូទាំងអស់គ្នាហៅអ្នកគ្រូហើយឡើងគ្រូអស់ទៅហើយអត់តែខ្ញុំមិនជំរាបសួរខ្ញុំចង់នឹងជំរាបសួរជំរាបប្រាប់ឈ្មោះដែរមែនទេហ្នឹងតែឈ្មោះខ្ញុំឈ្មោះសេងនាងឈ្មោះខ្ញុំ អម ខ្ញុំ នៅ មិន ក្ន ដឹង ង តែនិយាយដល់ពេលនិយាយទៅមិនដឹងថាចាប់ផ្ដើមពីកន្លែងណាទេដែលខ្ញុំចង់និយាយនឹងបងប្អូនពវីតាបងប្អូនអ្នកគ្រូទាំងអស់គ្នាដែរទេព្រោះអីចេះខ្ញុំចាប់យកចាប់អារម្មណ៍ទាំងអស់ដូចថាពីខ1រហូតដល់12នឹងចាប់អារម្មណ៍ទាំងអស់ដូចអ្នកគ្រូនិយាយចឹងប៉ុន្តែខ្ញុំរើសយកមួយនៅក្នុងសប្តាហ៍ទី7កិច្ចអភ័យទោសដល់កិច្ចអភ័យទោសនឹងមានន័យយ៉ាងម៉េចអ្នកគ្រូកិច្ចអភ័យទោសសម្រាប់ខ្ញុំដឹងថាតើមានកិច្ចអភ័យទោសយើងចេះអភ័យទោសឲ្យគេមែនទេអ្នកគ្រូខ្ញុំចាតែខ្ញុំចាប់បានចំណុចចាប់អារម្មណ៍ខ្ញុំណាតែយើងនឹងឲ្យកិច្ចអភ័យទោសមានន័យថាខ្ញុំចេះអភ័យទោសឲ្យគេមានន័យថាខ្ញុំនឹងណែមានសេរីភាពហើយតែយើងចេះអត់ទោសឲ្យអ្នកដែលធ្វើខុសចំពោះយើងត្រូវមានសេរីភាពមែនទេអ្នកគ្រូខ្ញុំចង់និយាយចឹងថាបើយើងចេះអត់ទោសឲ្យគេចិត្តយើងនឹងមានសេរីភាពហើយអត់ខ្វល់ពីអ្នកណាធ្វើអ្វីខុសចំពោះយើងចេះអត់ទោសឲ្យគេយើងចេះអភ័យទោសឲ្យអ្នកចិត្តខាងទាំងបងប្អូនយើងទាំងកូនចៅយើងអានឹងដែលយើងមានកិច្ចអភ័យទោសនឹងយើងដឹងថាយើងចេះអត់ទោសឲ្យអ្នកធ្វើខុសចំពោះយើងមិនធ្វើការអាក្រក់ស្នងនឹងការអាក្រក់ទេយើងយកការអាក្រក់នឹងមកស្នងឲ្យបានស្នងជាការល្អវិញខ្ញុំជឿព្រះជិត40ឆ្នាំហើយអ្នកគ្រូទាំងអស់ប៉ុន្តែដល់ពេលខ្ញុំចូលសេរីភាពសង្ឃលួងនេះធ្វើឲ្យខ្ញុំផ្លាស់ប្រែចិត្តគំនិតខ្ញុំច្រើនណាស់ផ្លាស់ប្ដូរពីមុនខ្ញុំអាក្រក់ណាស់តើស្អប់អ្នកណាហើយអត់ចង់មើលមុខចង់តែជោគដានជើងចោលអត់ចង់ងាកមើលទេអាក្រក់ណាស់ប៉ុន្តែដល់ពេលខ្ញុំជឿព្រះផ្លាស់ប្ដូរចិត្តគំនិតខ្ញុំមែន20-30ឆ្នាំនឹងប៉ុន្តែដល់ពេលខ្ញុំច្បាស់ពេលសេរីភាពសង្ឃលួងនេះខ្ញុំច្បាស់មែនតើហើយខ្ញុំអរគុណលោកគ្រូជួនហើយនឹងប្តីខ្ញុំនេះតាខ្ញុំនេះគាត់ថាចូលទៅយាយអើយយើងសាកគាត់ប្រាប់ខ្ញុំអញ្ចឹងណាសាកមើលហើយខ្ញុំនឹកឃើញខ្ញុំអត់ចេះអីសោះវាយជាឲ្យខ្ញុំចូលសាកមើលគាត់ថាចូលទៅបើយាយអញចូលខ្ញុំក៏ចូលដែរដល់អញ្ចឹងខ្ញុំអរគុណព្រះជាម្ចាស់ហើយអរគុណលោកគ្រូជួនគាត់ទាញខ្ញុំអើយទាញគាត់ថាសាកទៅបងអើយល្អណាស់បងឯងចូលទៅខ្ញុំថាបងឯងនឹងមានសមត្ថភាពខ្ញុំថាអូយសមត្ថភាពអីលោកគ្រូអើយនិយាយទៅមុខទៅក្រោយហៅកន្លែងចតមិនឃើញទេខ្ញុំនិយាយនោះគាត់ថាអីទេសាកទៅអត់បញ្ហាអីទេគ្រូខ្ញុំនៅតែអរគុណគាត់ហើយនឹងអរគុណតាខ្ញុំគាត់ជំរុញខ្ញុំណាអរគុណព្រះជាម្ចាស់ព្រះអង្គហើយសេរីភាពសង្ឃលួងនឹងធ្វើឲ្យខ្ញុំមានពន្លឺឲ្យខ្ញុំចេះអភ័យទោសឲ្យអ្នកចិត្តខាងហើយខ្ញុំមានសេរីភាពជាពិសេសសេរីភាពខ្លួនឯងនេះអត់ខ្វល់ពីអ្នកណាធ្វើអីចំពោះខ្ញុំអត់ខ្វល់ខ្ញុំដឹងតែពាក្យថាអត់ទោសឲ្យគេអត់យកចិត្តទុកដាក់រឿងដែលគេធ្វើខុសចំពោះខ្ញុំទេសម្រាប់ខ្ញុំណាអត់គិតទេទោះបីគេធ្វើហើយអាសម្ដីខ្ញុំស្គាល់ចូលសេរីភាពសង្ឃលួងនេះខ្ញុំស្គាល់សម្ដីស្លាប់សម្ដីរស់ពីមុនខ្ញុំអត់ស្គាល់ទេអ្នកគ្រូអើយខ្ញុំនិយាយគ្មានដឹងខុសដឹងត្រូវអីទេចៅស្ដីឲ្យថ្ងៃមួយខ្ញុំនិយាយទៅតាដល់ពេលខ្ញុំចូលសេរីភាពសង្ឃលួងខ្ញុំប្រាប់តាខ្ញុំមកគាត់កំហកកំហែងឲ្យចៅប៉ាឯងនឹងចូលសម្ដីស្លាប់ហើយមិនមែនសម្ដីរស់ទេក្រែងខ្លួនឯងនឹងរៀនសេរីភាពសង្ឃលួងរ៉េអីក៏ប៉ាឯងប្រើឥឡូវគាត់ដូរឆាញ់គាត់ចេះនិយាយជាមួយចៅគាត់ដឹងណាគាត់ដឹងក្លុកក្លាក់ហើយឥឡូវខ្ញុំថាប៉ាឯងខំចូលរៀនធ្វើអីបើប៉ាឯងរៀនសេរីភាពសង្ឃលួងហើយប៉ាឯងសម្ដីស្លាប់អញ្ចឹងនិយាយរៀនធ្វើអីខ្ញុំថាឲ្យគាត់អញ្ចឹងណាអូយដល់ខ្ញុំថាសប្បាយចិត្តហើយនៅតែអរគុណអ្នកគ្រូទាំងអស់នឹងហើយលោកគ្រូទាំងអស់នឹងឯងបានដាស់តឿនខ្ញុំគ្រប់ពេលគ្រប់វេលាខ្ញុំថ្លែងអំណរគុណមែនទែនអូខេដូច្នេះខ្ញុំសូមណែនាំខ្លួនខ្ញុំឈ្មោះលឺសៀបដែលសិស្សចំនួនទី4នៅក្រុមទី9ហើយខ្ញុំក៏សូមជម្រាបសួរដល់បងប្អូនយើងទាំងអស់គ្នាទាំងអ្នកគ្រូហើយនិងលោកគ្រូទាំងអស់គ្នាដើម្បីបានចូលមកស្ដាប់ក្នុងការចំណាប់អារម្មណ៍ដែលខ្ញុំបានហាត់រៀន
ពីស្រីភាពសង្លួងនោះចំណាប់អារម្មណ៍ផងខ្ញុំពីមេរៀនទី1រហូតដល់មេរៀនទី12នេះគឺខ្ញុំចំណាប់អារម្មណ៍ទាំងអស់មិនមែនថាមេរៀននេះល្អមិនល្អគឺមេរៀនព្រះបន្ទូលព្រះអង្គនេះបណ្ដាលចិត្តយើងទាំងអស់គឺខ្ញុំចំណាប់អារម្មណ៍ទាំងអស់ក៏ប៉ុន្តែដោយសារគណៈកម្មការឲ្យយើងរើសយកទៅមួយឯងមិនអញ្ចឹងហីបាទខ្ញុំយកទៅមួយគឺយកចំមេរៀនដែលមាននៅមេរៀនទីសប្តាហ៍ទី8ឥទ្ធិពលនៃសម្ដីហេតុអីបានជាខ្ញុំយកឥទ្ធិពលសម្ដីនេះខ្ញុំបានហាត់រៀនសម្ដីគឺខ្ញុំមានដកពិសោធន៍ទោះបីជាខ្ញុំជឿព្រះយូរបន្តិចមែនក៏ដោយក៏ពាក្យសម្ដីរបស់ខ្ញុំមិនអាច control ហើយអត់ដឹងថាខ្លួនឯងនិយាយប៉ះពាល់ទៅនរណាទេដោយសារពាក្យសម្ដីនេះឯងបាទចំណុចសំខាន់ដែលខ្ញុំចង់លើកមកជាឧទាហរណ៍ខ្ញុំមាន3ចំណុចចំណុចទី1ខ្ញុំប្រើពាក្យសម្ដីនៅកន្លែងធ្វើការខ្ញុំបាទខ្ញុំនៅជាអ្នកដែលមើលការខុសត្រូវឲ្យការងារគេធ្វើណាក្នុងការអ្នកដែលធ្វើការនឹងមាន10នាក់អីចឹងទៅបាទហើយខ្ញុំមើលឲ្យការងារធ្វើដល់ពេលគេធ្វើខូចរបស់របរអញ្ចឹងទៅខ្ញុំអត់បាននេះទេខ្ញុំអត់បានទៅនិយាយឲ្យស្រួលខ្ញុំថាជនឯងមិនក៏ចេះតែធ្វើខូចអញ្ចឹងមិនមុនអ្នកឯងធ្វើមិនក៏មិនប្រុងប្រយ័ត្នឲ្យមែនទេកុំឲ្យធ្វើខូចរបស់របរផនគេនេះជាពាក្យសម្ដីផនខ្ញុំដែលយើងអត់ដឹងគិតថាតើពាក្យសម្ដីដែលយើងព្រោះទៅនេះតើឲ្យគេមានអារម្មណ៍យ៉ាងណាឲ្យគេសប្បាយចិត្តឬមួយក៏ឲ្យគេធ្លាក់ទៅទៀតឬមួយក៏ឲ្យគេអន់ចិត្តខ្ញុំអត់ដឹងខ្លួនឯងអត់ដឹងថាអាពាក្យសម្ដីហ្នឹងយើងនិយាយទៅជ្រុលបានផលប្រយោជន៍មកយើងឬមួយក៏ឲ្យផលពិបាកទៅគេនេះចំណុចទី1ហើយឧទាហរណ៍ទី2គឺនៅក្នុងក្រុមជំនុំខ្លួនឯងតែម្ដងថ្ងៃមួយឃើញក្រុមជំនុំខ្ញុំម្នាក់គាត់ទៅលេងកូននៅខេត្តក្រៅគាត់ជិះក្បាលហោះទៅមួយអាទិត្យពីរអាទិត្យគាត់មកវិញដល់ពេលគាត់ចូលមកពហិស្វែងគុំដូចគ្នាហ្នឹងតែនៅក្រុមជំនុំខ្លួនឯងហើយគាត់ស្លៀកពាក់អីដូចរៀងសាក់ស៊ីបន្តិចក៏ប៉ុន្តែវាអត់មានលឹះលុបអីប៉ុន្មានទេហើយដល់ពេលខ្ញុំនិយាយខ្ញុំនិយាយពាក្យសម្ដីរបស់ខ្ញុំអានេះយាយថ្ងៃនេះខ្ញុំហៅយាយបើគាត់នៅក្មេងដែរទេយាយថ្ងៃនេះដូចពាក់អាវសាក់ស៊ីដល់ហើយមើលបច្ចេញសាច់ដុំហើយមនុស្សស្រីបើសិនយើងនិយាយអញ្ចឹងបើគាត់ចាប់អារម្មណ៍គឺថាគាត់សំដៅថាសាច់ដុំផនគាត់ហ្នឹងហើយប៉ុន្តែខ្លួនខ្ញុំដែលនិយាយហ្នឹងខ្ញុំអត់បានជាគិតថាតើយើងនិយាយពាក្យហ្នឹងទៅនាំឲ្យគេឈឺចិត្តឬមួយក៏គេអន់ចិត្តចំពោះយើងអត់បានដឹងទេបាទអានេះចំណុចទី2អត់បានដឹងក៏ប៉ុន្តែនៅបន្ទាប់ថ្ងៃហ្នឹងខ្ញុំធ្វើពិធីកនាំមុខហើយខ្ញុំដឹងតែអាហ្នឹងតាមខ្ញុំនិយាយក្រោយចំណុចទី3ដែលខ្ញុំចង់ជាចំណុចសំខាន់គឺនៅក្នុងក្រុមគ្រួសារផងខ្ញុំបាទខ្ញុំណាក់ធ្វើការយូរស៊ូគ្រូជួនដឹងយូរម៉ោងពេលដែលខ្ញុំទៅផ្ទះរៀងអស់កន្លងតិចស្រាប់ខ្ញុំអត់ទៅណាទេទៅចក្រានបាយបើឆ្នាំងមើលឃើញស្លោដែលយើងមិនចង់ចូលចិត្តញ៉ាំទៅតាម៉ាក់ស្លោតាហ្នឹងហើយខ្ញុំញ៉ាំមិនកើតនេះហើយគាត់អត់មានតយមាត់អីមើលបន្ទ្រូផ្ទះឲ្យមួយខ្ញុំគាត់នៅស្ងៀមហើយអាពាក្យសម្ដីនេះខ្ញុំថាតើយើងនិយាយទៅឲ្យគាត់សប្បាយចិត្តឬមួយក៏អន់ចិត្តនេះនឹងក្រុមគ្រួសារប្តីប្រពន្ធខ្លួនឯងគាត់អត់បានតឲ្យខ្ញុំទេអត់បានតនេះជាសម្ដីដែលយើងចេញទៅយើងអត់ដឹងខ្លួនថាតើយើងព្រោះទៅហ្នឹងវាមានផលអាក្រក់ឬមួយក៏ផលល្អទេពាក្យសម្ដីហ្នឹងក៏ប៉ុន្តែពេលដែលខ្ញុំហាត់រៀនវាសង់លួងមករហូតតាំងពីដើមដឹងខុសត្រូវដើមជីវិតរហូតមកនេះមកដល់ចំណុចទី1បានខ្ញុំភ្ញាក់ខ្លួនឯងពាក្យសម្ដីអាចសម្លាប់មនុស្សបានធ្វើឲ្យពាក្យយើងនិយាយទៅឲ្យស្លាប់ក៏បានឲ្យរស់ក៏បានដោយសារពាក្យសម្ដីហ្នឹងឯងដោយសារពាក្យសម្ដីផងយើងហ្នឹងដូច្នេះពាក្យសម្ដីនេះនៅក្នុងសរីរាង្គកាយផងយើងពាក្យសម្ដីហ្នឹងជាមានឥទ្ធិពលខ្លាំងជាងទាំងអស់ជាងគេទាំងអស់ពីព្រោះវាអាចឲ្យយើងស្លាប់បានដោយសារពាក្យសម្ដីផងយើងនេះឯងបាទ
ដូច្នេះពេលដែលខ្ញុំបានសិក្សាវិជាសង្ឃលួងនេះមកគឺខ្ញុំឃើញខ្ញុំផ្លាស់ប្រែថាអូពីមុនមកខ្ញុំបាននិយាយចេះវាមិននាំប៉ះពាល់ទៅដល់អ្នកធ្វើការនាំប៉ះពាល់ទៅដល់ក្រុមជំនុំនាំប៉ះពាល់ទៅដល់ក្រុមគ្រួសារខ្លួនឯងបង្ហាត់បង្រៀនទាំងអស់នេះហើយដែលខ្ញុំបានកែប្រែពីពាក្យសម្ដីផងខ្ញុំនេះដែលពីមុនមកធ្លាប់ទៅអីអត់ដឹងខ្លួនឯងទៀតអត់ដឹងខ្លួនប៉ុន្តែឥឡូវនេះខ្ញុំបានដឹងដោយសារការដែលការបង្ហាត់បង្រៀនហើយខ្ញុំដឹងខ្លួនឯងថាពាក្យដែលព្រះអង្គបានបំផ្លាស់បំប្រែពាក្យសម្ដីផងខ្ញុំនេះព្រះអង្គមិនមែនបំផ្លាស់បំប្រែមួយថ្ងៃនឹងឲ្យខ្ញុំនិយាយបានល្អទេគឺជួនកាលវាមានផ្លាត់ទៅខ្លះដែរក៏ប៉ុន្តែពេលណាដែលយើងចង់និយាយថាអូមិនសូវល្អអញ្ចឹងយើងក៏ដឹងថាអូព្រះអង្គបានបង្រៀនយើងកុំឲ្យនិយាយពាក្យអាក្រក់បើសិនអ្នកឯងនិយាយពាក្យអាក្រក់អ្នកឯងត្រូវតែទទួលទានពាក្យរបស់អាក្រក់ហ្នឹងហើយបើសិនយើងអ្នកឯងព្រោះពាក្យសម្ដីទៅល្អសម្រាប់កំសាន្តកំឡាចិត្តគេអ្នកឯងនឹងទទួលផលល្អដែលពាក្យសម្ដីយើងបានសាបព្រោះខ្ញុំមានតែប៉ុណ្្នឹងឯងសូមអរគុណព្រះ